ឲ្យឯងរៀងចោលបំផ្លាញម្ហូបអញអស់ហើយចាំមើលអញរើខ្លួនរួចតាមណាយប់មិញមានមនុស្សមកទីនេះមិនអីទេខ្ញុំបានដំឡើងកាមេរ៉ាហើយចៅឆាំងគេរត់មិនរួចទេវីដេអូនេះបូករួមភស្តុតាងបកធានារ៉ាប់រងនៅតុលាការគេច្បាស់ជីវិតនេះហើយប្តឹងប៉ូលីសទៅប្តឹងមែនតែត្រឹមប្តឹងគឺមិនគ្រប់គ្រាន់ទេពីក្រោយគេនៅមានមនុស្សទៀតម្នាក់ដែលគេទេទៅរកលើកមុននោះបងបីខ្ញុំត្រូវស៊ើបឲ្យច្បាស់អញនៅម្នាក់ឯងគ្រោះថ្នាក់ណាស់ថ្ងៃក្រោយមេឃងឹតកុំចេញក្រៅម្នាក់ឯងអញចេះដឹងរឿងគេច្រើនដល់ហើយខ្ញុំបង្រៀនក្បាច់ការពារខ្លួនខ្លះឲ្យឯងបើមានគេមកចាប់ស្មាពីខាងមុខបង្វែរខ្លួនចាប់កដៃរួចមួលទៅក្រោយមើលក្បាច់ខ្ញុំឲ្យច្បាស់ធ្វើបែបនេះឲ្យលឿនបន្តិចពេលប្រយុទ្ធពិតកុំស្ទាក់ស្ទើរៀងខ្លួនចាប់ដៃឆ្វេងបន្ទាបខ្លួនពុតកដៃលើកជើងឡើងបង្វិលចង្កេះទម្លាក់ស្មាមេឃជិតងឹតហើយត្រឡប់ទៅវិញទៅថ្ងៃស្អែកកូនបន្លែនឹងរស់ហើយចៅឈៀងឯងបំផ្លាញបានម្ដងតែมันអាចមានលើកទី2ទេប្រពន្ធសម្លាញ់ចាំបងជួយធ្វើការមិនបាច់ទេខ្ញុំយកជីមកឲ្យអូនយ៉ាងណាក៏យើងជាគ្រួសារតែមួយដែររឿងមុនខ្ញុំខុសហើយនេះជាជីគីមីបើបាយក្នុងចំការបន្លែរៀងពិនិត្យភ្លាមដឹងរឿងផ្លេតចៅឈៀងល្បិចឯងខូចណាស់ខ្ញុំដឹងពីចិត្តឯងច្បាស់ណាស់យករបស់ឯងចេញទៅកុំឈានជើងចូលចំការបន្លែខ្ញុំទៀតកុំអើល្អពេកចំការបន្លែរបស់បងទី3កាន់តែធំទៅហើយបើគេមានចំហររឹងមាំខ្ញុំច្បាស់ជាចាប់ហើយតែចង់ឲ្យខ្ញុំធ្វើម៉េចបំភ័យវាឲ្យចេញពីភូមិនឹងទៅហឹម500យន្តតែនិយាយតាមត្រង់ទៅគ្រាន់តែបំភ័យគឺមិនបានការទេអូនជីដូនមួយឯងចៅដាជួងនៅចាំឯងគេដាក់ខ្យល់ខាងក្រៅច្រើនឆ្នាំហើយគេមានគ្នានៅក្រោមដែរចង់លេងមែនទែនត្រូវរកគេចៅដាជួងមិនមែននៅខាងត្បូងទេអីគេមកវិញហើយចង់ឲ្យខ្ញុំប្រាប់គេទេកុំតន់រកគេអីអញទៅសាក់មើលសិនទៅបើមិនកើតចាំគិតទៀតលីសានចៅតាជួងនិងចៅឈៀងពិតជាមិនព្រមបោះបង់មែនចៅឆាំងសៀហឺថាអញលួចបំផ្លាញចំការបន្លែគាត់ពេលយប់ថែមទាំងយកជីគីមីមកបន្លំធ្វើជាជីសរីរាង្គទៀតឯងព្រមសារភាពទេលោកមេភូមិខ្ញុំរងភាពអយុត្តិធម៌ណាស់ខ្ញុំមានចិត្តល្អចង់ជួយតើវីដេអូនេះខ្លាញ់បន្លំមិនបានទេមែនទេគេដាក់កាមេរ៉ាលួចថតរូបខ្ញុំនេះវាខុសច្បាប់ខ្ញុំដាក់កាមេរ៉ាក្នុងចំការខ្លួនឯងគឺស្របច្បាប់ត្រូវតាមច្បាប់ឯងលួចចូលមកបំផ្លាញទាំងយប់ទៅហៅថាខុសច្បាប់ចៅឆាំងឯងសង្ការខូចខាតឲ្យសៀហឺហើយសុំទោសទៅឲ្យចប់រឿងនេះចឹងមិនអាចទៅរួចទេបើសម្របសម្រួលមិនបានក៏តាមនឹងចុះមេធាវីខ្ញុំត្រៀមខ្លួនរួចរាល់ហើយជួបគ្នានៅតុលាការចៅឆាំងឲ្យឯងនេះធ្វើខ្លួនឯងទទួលខ្លួនឯងទៅតាមបណ្ដឹងសៀហឺជន់ជាប់ចោតយ៉ាវខៀងពីបច្បោកសវនីការលើករណីបំផ្លាញផលិតកម្មបានចាប់ផ្ដើមតាមបណ្ដឹងសូមធ្វើការរៀបរាប់នេះគឺជាបានធានារ៉ាប់រងរបស់យ៉ាវខៀងអ្នកទទួលផលមិនមែនជាភរិយារបស់គាត់ទេគឺកញ្ញាថេនបន្ទាប់ពីយ៉ាវខៀងស្លាប់ប្រាក់ឧបត្ថម្ភបានទៅលើម្ដាយរបស់ធានារ៉ាប់រងបានទៅលើឆៃឆាំបណ្ដឹងមិនទទួលបានសម្បិតជាមួយគ្នានេះយ៉ាវខៀងក៏មិនបានចង់ស្លាប់មែនទេគេចង់ធ្វើពុតជាស្លាប់ដើម្បីបោកប្រាក់ធានារ៉ាប់រងឯងនិយាយផ្ដេសផ្ដាសខ្ញុំទិញធានារ៉ាប់រងថាជាការស្លាប់ខ្លាំងខ្លាយដោយមនុស្សល្ងើអញ្ចឹងស្ងាត់ស្ងៀមមេធាវីភីគឹមខាងទៀតមិនអនុញ្ញាតឲ្យមានការកាត់សម្ដីឡើយកុំបារម្ភអីមានខ្ញុំនៅទីនេះពួកគេមិនអាចឈ្នះបានទេរ៉ាវខេងបានបំផ្លាញបន្លែក្នុងផ្ទះសំណាញ់របស់ដើមបណ្ដឹងបណ្ដាលឲ្យខូចខាតបន្លែយ៉ាងច្រើនសន្ធឹកសន្ធាប់ផ្ទះសំណាញ់ក៏ត្រូវបានបំផ្លាញផងដែរសំណាងល្អដែលដើមបណ្ដឹងបានដំឡើងកាមេរ៉ាថតបានសកម្មភាពទាំងអស់តែម្ដងនេះគ្រាន់តែជាចំនួនប្តីប្រពន្ធបន្តិចបន្តួចប៉ុណ្ណោះតាមដែលខ្ញុំដឹងមិនមានការខាតបង់ច្រើនទេការខាតបង់សេដ្ឋកិច្ចមិនគ្រប់គ្រាន់ដើម្បីផ្ដឹងទីទោសទេមែនទេបើគ្រាន់តែជាចំនួនប្តីប្រពន្ធតូចតាចតែចាំបាច់ចំណាយលុយជួលពួកបងធំធ្វើអីដើម្បីត្រៀមមកបង្កការបំផ្លិចបំផ្លាញបែបនេះរៀបការរបស់បងបីកាន់តែរីកធំទៅហើយឲ្យគេឈោជើងជាប់យើងប្រកាសជាគ្មានឱកាសងើបមុខតែអីចង់ឲ្យយើងធ្វើអីបំភ័យវាឲ្យចេញពីទីនេះក្នុងម្នាក់ឲ្យ5000
តែនិយាយត្រង់ទៅគ្រាន់តែបំភ័យគឺមិនគ្រប់គ្រាន់ទេចាំអូនជីដូនមួយឯងជើតែជួងទេធ្លាប់ដើរខ្សែខាងក្រៅអស់ជាច្រើនឆ្នាំហើយគេមានគ្នាបើចង់លេងដល់ជីវិតត្រូវរកគេតាំងពីពេលណាដែលការលួចថតសម្លេងអាចយកជាភស្តុតាងបានការលួចថតការសន្ទនាឯកជនគឺជាការរំលោភសិទ្ធិឯកជនធ្ងន់ធ្ងរខាងយើងរក្សាសិទ្ធិក្នុងការបដិងបទទៅតាមរំលោភលើសិទ្ធិឯកជនដើមបណ្ដឹងមានភស្តុតាងបន្ថែមដើម្បីផ្ដល់ជូនលោកចៃក្រមភាគីយើងខ្ញុំសូមជំទាស់នឹងភាពត្រឹមត្រូវនៃភស្តុតាងដើមបណ្ដឹងយើងមានភស្តុតាងបង្ហាញដើមបណ្ដឹងសង្ស័យថាបានក្លែងបន្លំវីដេអូសុវត្ថិភាពរូបភាពត្រូវបានគេកាត់និងភ្ជាប់គ្នានេះគឺជាការមួយបង្កាច់នៅក្បែរនេះតើអញមិនបាននិយាយថាឆៃនឆេវចេះតែថតរូបទេអីលោកចៃក្រមខ្ញុំសូមស្នើភស្តុតាងពីឆៃនឆេវអ្វីដែលខ្ញុំបាននិយាយពីមុនសុទ្ធតែបងឆែបង្ខំឲ្យខ្ញុំនិយាយគាត់គំរាមថាបើមិនសហការគាត់នឹងឲ្យខ្ញុំជាប់គុកខៃនឆេវមើលភ្នែកខ្ញុំតើអញហ៊ានស្បោះនឹងមេឃទេអ្វីដែលខ្ញុំនិយាយគឺជាការពិតទាំងអស់ដោយសារភាគីចុងចោតបានដាក់ភស្តុតាងថ្មីតុលាការត្រូវការពេលវេលាដើម្បីផ្ទៀងផ្ទាត់ប្រកាសផ្អាកសវនាការនិងជំរះក្តីនៅថ្ងៃក្រោយចង់តាំងជាមួយខ្ញុំឯងនៅខ្ចីណាស់យ៉ាងម៉េចហើយឈប់ធ្វើហើយមែនទេរ៉ាវខៀងរកមេធាវីចោទថាខ្ញុំខ្លាញ់ភស្តុតាងហើយអញ្ឆេវក្រឡាសម្ដីក្នុងសវនាការទទូចថាខ្ញុំបង្ខំគេកុំខ្លាចអីខ្ញុំរកឃើញអ្វីថ្មីហើយស្អីគេរ៉ាវខេងធ្លាប់ទេប្រាក់ឲ្យ license ខ្ញុំបានរបាយការណ៍ធនាគារហើយពេលវេលានិងចំនួនទឹកប្រាក់គឺត្រូវគ្នាប្រាក់នេះបញ្ជាក់ថាពួកគេខុបខិតគ្នាគីយ៉ានឈិនអរគុណអ្នកមិនអីទេចប់រឿងក្តីនេះសឹមនិយាយគ្នាភស្តុតាងលើកមុនមិនត្រឹមត្រូវទេលើកនេះក៏ដូចគ្នាមិនអាចប្រែក្រឡាស់បានទេលើកនេះគឺជាខ្ញុំចាប់ផ្ដើមសវនាការលើកទី2សូមដើមបណ្ដឹងធ្វើសេចក្តីថ្លែងការណ៍ខាងយើងសូមដាក់ភស្តុតាងសំខាន់បន្ថែមកំណត់ត្រាផ្ទេរប្រាក់រវាងយ៉ាវឈៀងនិង license រ៉ាវខៀងផ្ទេរប្រាក់ឲ្យ license 3លើកសរុប15,000 យន់ពេលវេលាត្រូវគ្នាទាំងស្រុងនឹងការបន្លំធានារ៉ាប់រងនិងការបំផ្លាញដើម្បីបញ្ជាក់ពីការខុបខិតគ្នារបាយការណ៍ធនាគារមិនត្រឹមត្រូវទេ license ហ៊ានក្បត់ខ្ញុំផងតើខាងចុងចោតមានការជំទាស់នឹងភស្តុតាងនេះទេតុលាការយល់ឃើញថាចុងចោតយ៉ាវខៀងមានទោសពីបទបន្លំធានារ៉ាប់រងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាទណ្ឌកម្មរួមសម្រាប់បទល្មើសច្រើនឲ្យជាប់ពន្ធនាគារ3ឆ្នាំពួកអញរៀបផែនការធ្វើបាបខ្ញុំហេតុអ្វីបានជាខ្លាចជាបែបនេះអ្នកស្រីចាអ្នកយល់យ៉ាងណាចំពោះសារក្រុមថ្ងៃនេះបាប់គឺមានយុទ្ធធម៌ខ្ញុំគ្រាន់តែធ្វើអ្វីដែលគួរធ្វើនិយាយថាអ្នកកំពុងអភិវឌ្ឍការដាំបន្លែរារៀងខ្ញុំចង់ដាំបន្លែឲ្យបានល្អចង់នាំអ្នកភូមិឲ្យមានជីវភាពធូរធារសូមទោសខ្ញុំមានការរវល់បន្តិចឈ្នះហើយអរគុណមិនអីទេហើយកែស៊ីចៅឈៀងគេចូលគុកហើយអញឌឺណាស់មែនទេលីសានឯងនៅហ៊ានមកទៀតមកប្រាប់ឲ្យដឹងចៅតាជួងប្អូនជីដូនមួយចៅឈៀងមកវិញហើយសាហាវជាងចៅឈៀង10 ដងគេមានគ្នាច្រើនអញកំពុងគំរាមខ្ញុំមែនទេគ្រាន់តែរំលឹកដោយបំណងល្អពេលចៅតាជួងមកមិនមែនគ្រាន់តែបំផ្លាញចំការទេចាំពេលចៅតាជួងមកដល់ឯងនឹងដឹងមិនអីទេតើចៅដែលឆ្វាំងជានរណាឲ្យប្រកាស